តើលោកវិតនឹងទៅតាមរកម៉ាលីដែរឬទេនៅភាគ15នេះសួស្តីបងប្អូនអរគ្នាបាទជាពិសេស fan រឿងម្ចាស់ស្នេហ៍ប្រែបេដូទាំងអស់គ្នាហើយកាលពីវីដេអូមុនក៏ខ្ញុំបានវិភាគដែរបងប្អូនអរគ្នាបាទហើយក៏មានបងប្អូនយើងចូល comment មិនដឹងថាបងអូនឬក៏បងទេបាទគាត់ចូល comment ថាពូគិតដូចខ្ញុំដែរអញ្ចឹងណាអូខេបាទគឺខ្ញុំគិតថាភាគ15នេះលោកវិតនឹងទៅតាមរកម៉ាលីនៅផ្ទះអញ្ចឹងណាបងប្អូនអរគ្នាហើយក៏មានបងប្អូនយើងចូល comment ដែរចេះពូរឿងចេញឲ្យលឿនមកខ្ញុំចាំឯណាបាទអធិស្ឋានបងបាទខ្ញុំមិនមែនជាម្ចាស់ page ទេបាទតែគ្រាន់តែខ្ញុំចង់ប្រាប់បងថារឿងគឺរយៈពេល2ថ្ងៃគាត់ផុសមកភាគអញ្ចឹងណាបងបាទអញ្ចឹងហើយគឺថ្ងៃនេះនឹងចេញហើយបើសិនជាគិតទៅវា2ថ្ងៃនេះហើយភាគ14ផុសម្សិលមិញអញ្ចឹងណាវាម្លងមួយថ្ងៃគឺអញ្ចឹងអាហ្នឹងវាត្រូវចេញភាគ15ហើយអញ្ចឹងបងចាំមើលទៅបាទរយៈពេល2ថ្ងៃគឺគាត់នឹងតម្លាក់មកភាគមកតែម្ដងអញ្ចឹងហើយយើងចង់និយាយត្រឡប់ទៅរឿងរបស់យើងវិញបាទនៅភាគ15នេះតាមការគិតឬក៏តាមការប៉ានស្មានរបស់ខ្ញុំបាទខ្ញុំគិតថាលោកវិតនឹងទៅតាមរកនាងម៉ាលីហើយបងប្អូនបាទហើយខ្ញុំគិតថាភាគ15នេះថាមិនត្រូវអាចនឹងបែកកាយអញ្ចឹងណាដោយសារអីបាទបើសិនជាលោកវិតទៅតាមរកនាងម៉ាលីដល់ផ្ទះអូខេច្បាស់ណាស់នឹងជួបម៉ែរបស់ម៉ាលីហើយម៉ែម៉ាលីក៏នឹងបកស្រាយប្រាប់លោកវិតអីចឹងទៅអញ្ចឹងហើយធ្វើឲ្យលោកវិតដឹងពីតម្រុយខ្លះពីអាជីហើយអញ្ចឹងហើយបាទបើយើងចង់ដឹងកាន់តែច្បាស់ទៀតយើងមានតែចាំមើលរឿងភាគ15នៅល្ងាចហ្នឹងតែម្ដងបងប្អូនអរគ្នាបាទអញ្ចឹងហើយល្ងាចនេះបាទសម្រាប់រឿងភាគ15គឺយើងអាចនិយាយបានថា 80% គឺនឹងចេញហើយប៉ុន្តែបើសិនជាសួរចេញមកប៉ុន្មានគឺអត់ច្បាស់ទេបងប្អូនបាទប៉ុន្តែខ្ញុំអាចប៉ាន់ស្មានបានថារឿងចេញភាគច្រើនម៉ោង7 8ភាគច្រើនណាបងប្អូនបាទអញ្ចឹងហើយបាទយើងមានតែចាំតាមដានអស់នេះថាលោកវិតទៅរកនាងម៉ាលីអត់ឬក៏អាជីគាត់ខាំងមិនឲ្យលោកវិតទៅយើងមានតែចាំតាមដានទាំងអស់គ្នាភាគ15នៅយប់នឹងឯងបាទអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបាទបាយបងប្អូនអរគ្នា